ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំសូមបង្ហាញពីរបៀបធ្វើតែមួយប្រភេទញ៉ាំទៅដឹងថាជាប់ចិត្តហើយឈ្ងុយឆ្ងាញ់មែនតើគ្រឿងផ្សំគឺមានក្រូចលឿងចង់ដាក់ចំនួនប្រមាណក៏បានណាពុកម៉ែបងប្អូនបើសិនជាដាក់ទឹកច្រើនដាក់ក្រូចនឹងឲ្យច្រើនតាមនឹងទៅអាចមានរសជាតិផ្អែមឡែមចេញពីផ្លែក្រូចនឹងខ្ញុំបានកសិអគិសនីនេះស្រួលប្រើមិនពិបាកប្រើឆ្នាំងជាមួយចង្កៀនហ្គាសញ៉ៃញ៉ៃគ្រឿងផ្សំបន្តទៀតគឺមានស្លឹកតែប្រភេទអ្វីក៏បានដែរពុកម៉ែបងប្អូនខ្ញុំប្រើតែថោកនឹងឯងចាដាក់តែនៅក្នុងបំពង់ដែកហ្នឹងគឺរបៀបច្រោះហ្នឹងគេហៅថា filter ហ្នឹងគឺនៅជាប់ជាមួយនឹងកំសៀវតែម្ដងណាពុកម៉ែបងប្អូនហើយខ្ញុំដោះចេញពីកំសៀវហ្នឹងមកទេដាក់តែបន្ទាប់មកចាក់ទឹកក្រូចដែលយើងដាំពុះហ្នឹងណាចាស្រង់កាក់តែចេញបន្ទាប់មកដាក់បន្ថែមទឹកឃ្មុំតាមចំណូលចិត្តចង់ផ្អែមដាក់ឲ្យច្រើនទៅតែខ្ញុំអត់សូវយល់ចិត្តផ្អែមទេពុកម៉ែបងប្អូនខ្ញុំដាក់រសជាតិឡែមព្រោះថានិយាយទៅរបស់អីក៏ដោយខ្ញុំអត់សូវចូលចិត្តផ្អែមហ្មងតែបើស្នេហាចូលចិត្តផ្អែមល្ហែមជាលេងនេះពុកម៉ែបងប្អូនភេសជ្ជៈនេះញ៉ាំនៅពេលព្រឹកណាញ៉ាំរួចនឹងបង្កើននូវភាពស្រស់ស្រាយនៅក្នុងថ្ងៃអាទិត្យនេះខ្ញុំអត់ធ្វើការទេខ្ញុំបានទិញក្រូចពោធិ៍សាត់ចំនួន1ឡូខ្ញុំមកចំបាច់ខ្ញុំចូលចិត្តធ្វើភេសជ្ជៈដាក់ក្នុងទូទឹកកកទុកញ៉ាំព្រោះកូនខ្ញុំហ្នឹងគាត់រើសបន្លែគាត់ញ៉ាំបន្លែទេអញ្ចឹងហើយគាត់ខ្វះជីវជាតិច្រើនហើយក្រូចពោធិ៍សាត់នេះ1គីឡូតែ10000ទេប៉ុន្តែគេថាខ្ញុំតែលក់កៅអញ្ចឹងណាប៉ុន្តែចំពោះខ្ញុំគិតថាចង្កាត់គាត់មិនបានយកផ្ទាល់ពីអ្នកដែលបោះដុំអញ្ចឹងគាត់យកតពីគេអញ្ចឹងមិនគាត់លក់ឯងថ្លៃគាត់ទៅតាមនឹងទៅក្រូចនឹងចំនួន1ឡូបានតែប្រហែលជា2ដបទឹកបន្តិចទេពុកម៉ែបងប្អូនអត់ច្រើនទេបើទិញគេញ៉ាំវិញស្រួលជាងទិញគេញ៉ាំចំណេញអស់តា10000បានឡើង1លីត្រតែបើដល់ពេលធ្វើខ្លួនឯងចេះអត់បានទៅដល់1លីត្រផងតែគាត់ថាពេលធ្វើខ្លួនឯងញ៉ាំរៀងស្និទ្ធចឹងណាពេលខ្លះខ្ញុំមុនច្បាច់ខ្ញុំលាងដៃនឹងសាប៊ូអីអនាម័យស្អាតចឹងបើអ្នកលក់គេលក់ចឹងយើងអត់ដឹងថាគេធ្វើស្អាតដែរអត់អីចឹងពេលខ្លះច្បាច់ដោយសបកខូចញ៉ាំទៅចុកពោះរីអីចឹងក៏មានដែរតែនេះខ្ញុំនិយាយអ្នកលក់ខ្លះណាដែលគាត់អត់សូវមានអនាម័យមិនមែនខ្ញុំនិយាយម៉ៃ 100% ទាំងអស់ទេខ្ញុំសូមបញ្ជាក់ពុកម៉ែបងប្អូនសម្បកក្រូចពោធិ៍សាត់អាចដាក់លាយជាមួយនឹងមើមខ្ទឹមក្រហមដាក់ក្នុងបរិមាណល្មមណាហើយយកទៅស្ងោរឲ្យឆ្អិនយកមកក្លុកហើយស្រង់យកកាក់កតិចនឹងចេញយកទឹកគេយកទឹកនឹងទៅលាយជាមួយនឹងប្រភេទសាប៊ូកក់សក់ណាដែលពុកម៉ែបងប្អូនប្រើត្រូវអញ្ចឹងណាគឺជួយបន្តសក់ជួយបំបត្តិបង្កែប៉ុន្តែហាមដាក់ទាំងកាក់បើដាក់កាក់គឺកំទេចកាក់នឹងជាប់នឹងស្បែកក្បាលធ្វើឲ្យអត់សូវមានសុខភាពស្បែកក្បាលអញ្ចឹងណាព្រោះខ្ញុំធ្លាប់ក៏ឲ្យសក់លូតវែងរឹងមាំទន់រលោងរលាស់ចាអត់ងាយជ្រុះទេកាត់បន្ថយសក់ជ្រុះណាហើយនេះគឺជាទឹកក្រូចពោធិ៍សាត់រួចរាល់ហើយបានតែ2ដបទេខ្ញុំញ៉ាំបានកន្លះដបកូនខ្ញុំដបកន្លះនៅវីដេអូនេះគ្មានសាច់កាយទេបងប្អូនគ្រាន់តែថតលក្ខណៈច្បាច់ទឹកក្រូចពោធិ៍សាត់បែប relax អារម្មណ៍ឲ្យពុកម៉ែបងប្អូនឃើញនៅទស្សនីយភាពប្លែកចាពុកម៉ែបងប្អូនកុំភ្លេចឧស្សាហ៍ទិញធ្វើញ៉ាំដើម្បីសុខភាពក៏ដូចជាស្បែកស្អាតសំយោគនឹង collagen ណាវីតាមីន C សូមអរគុណសូមជម្រាបលាជួបគ្នាខ្ញុំក្នុងវីដេអូក្រោយ